រំជួយដីដល់សាហាវបានវេប្រហារលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានឲ្យដឹងថាគ្រោះរំជួយដីកម្រិត 6.1 រីកទ័របានវេប្រហារលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារម្សិលមិញនេះដោយបានធ្វើឲ្យផ្ទះអ្នកស្រុកមានការរង្គោះរង្គើប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរនោះទេគ្រោះរំជួយដីនេះមានប្រភពចេញពីឆ្នេរសមុទ្រពីចុងភាគឦសាននៃកោះស៊ូម៉ាត្រាដោយជំរុញឲ្យមនុស្សភៀសខ្លួនចេញមកក្រៅនៅក្នុងតំបន់ដែលតែងតែជួបប្រទះការរំជួយដីដ៏ខ្លាំងក្លាប្រធានមជ្ឈមណ្ឌលរំជួយដីនិងរលកយក្សស៊ូណាមិរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថាប្រជាជននៅលើកោះស៊ីមូលូនិងតំបន់ឆ្នេរភាគខាងកើតនៃទីក្រុងអាសេអាចជួបប្រទះការរំជួយដីខ្លាំងជាមួយនឹងបង្អួចនិងទ្វារញ័រជញ្ជាំងបែកធ្លាយនិងអាចខូចកញ្ចក់មួយចំនួនប៉ុន្តែមិនមានហានិភ័យរលកយក្សស៊ូណាមិទេរំញ័រខ្សោយក៏ត្រូវបានគេមានអារម្មណ៍នៅភាគឦសាននៃកោះស៊ូម៉ាត្រាផងដែរសូមជម្រាបថាប្រទេសប្រជុំកោះដ៏ធំនេះតែងតែជួបប្រទះនឹងការរំជួយដីជាញឹកញាប់ដោយសារតែទីតាំងរបស់វានៅលើកងរង្វង់ភ្លើងប៉ាស៊ីហ្វិកដែលជាធ្នូនៃសកម្មភាពរំជួយខ្លាំងដែលបន្ទះផែនដីប៉ះគ្នាហើយលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍និងឆ្លងកាត់អាងប៉ាស៊ីហ្វិកនេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។